នេះគឺជា Meteor BVDAM ស្ដេចមីស៊ីលបាញ់ពីអាកាសទៅអាកាសចំនួនថ្មីនៅក្នុងសមរភូមិដែនអាកាសនាពេលបច្ចុប្បន្ននេះការមើលឃើញសត្រូវជាមុននឹងការបាញ់កំទេចពីចម្ងាយគឺជាសោគន្លឹះនៃជាជំនះហើយអាវុធដែលកំពុងតែផ្លាស់ប្ដូរមុខមាត់នៃការប្រយុទ្ធនេះគឺមីស៊ីលបាញ់ពីអាកាសទៅអាកាស Meteorខុសពីមីស៊ីលបាញ់ពីអាកាសទៅអាកាសទូទៅដែលប្រើម៉ាស៊ីនរ៉ុកែតធម្មតាដែលឆេះខ្លាំងត្រឹមតែប៉ុន្មានវិនាទីរួចហោះសំកាំងធ្លាក់លើបឿនចូលនោះ Meteor ប្រើប្រាស់ម៉ាស៊ីន Ramjet ពិសេសវាស្រូបយកខ្យល់អាកាសខាងក្រៅមកធ្វើជាសារធាតុជំនួយការឆេះដែលអនុញ្ញាតឲ្យវាបន្តរក្សាកម្លាំងរុញច្រានបានរហូតដល់វិនាទីចុងក្រោយមុនពេលដែលវាបុកគោលដៅការរក្សាកម្លាំងរុញច្រានឥតឈប់ឈរនេះបានធ្វើឲ្យ Meteor មានល្បឿនលឿនជាងសំឡេងរហូតដល់ទៅ4ដងនិងបង្កើតបានជា No Escape Zone ឬតំបន់ដែលសត្រូវមិនអាចគេចផុតធំជាងគេបំផុតនៅលើពិភពលោកពលគឺធំជាងមីស៊ីលធម្មតារហូតដល់ទៅ3ដងបើទោះបីជាយន្តហោះសត្រូវព្យាយាមហោះបត់បែនយ៉ាងណាក៏ដោយក៏មិនអាចរួចពីល្បឿននិងថាមពលរបស់ Meteor បានឡើយមិនត្រឹមតែលឿននិងមានឥទ្ធិពលប៉ុណ្ណោះទេ Meteor ក៏មានសមត្ថភាពឆ្លាតវៃខ្លាំងផងដែរវាបំពាក់ដោយប្រព័ន្ធទំនាក់ទំនងទិន្នន័យ2គឺ Two-way Data Link ដែលអនុញ្ញាតឲ្យយន្តហោះដែលបាញ់ឬយន្តហោះទី3កែតម្រូវទិសដៅរបស់វាពាក់កណ្ដាលផ្លូវនិងជួយការពារការបង្អាក់សញ្ញាពីរ៉ាដារបស់សត្រូវបានយ៉ាងមានប្រសិទ្ធភាពមីស៊ីលនេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការវិស្វកម្មដ៏អស្ចារ្យរវាងប្រទេសនៅអឺរ៉ុបចំនួន6ដែលដឹកនាំដោយក្រុមហ៊ុន MBDA សប្តាហ៍នេះវាត្រូវបានបំពាក់នៅលើយន្តហោះចម្បាំងកំពូលដូចជា Typhoon, Rafale និង Gripen ហើយវាក៏ត្រូវបានកំពុងធ្វើសមាហរណកម្មទៅលើយន្តហោះចម្បាំងកំពូលប្រភេទ F-35 និង KF-21 ផងដែរជាមួយនឹងបច្ចេកវិទ្យា Ramjet និងប្រព័ន្ធនាំផ្លូវដ៏ទំនើប Meteor បានក្លាយជាស្ដេចបច្ចេកវិទ្យាដែលគ្រប់គ្រងដែនអាកាសហួសពីខ្សែភ្នែកនាសតវត្សទី21នេះទន្ទឹមទៅនឹងសមត្ថភាពដ៏ល្អរបស់វានេះហើយបើនិយាយអំពីតម្លៃរបស់វាវិញក៏មិនធម្មតានោះដែរយោងទៅតាមតម្លៃប៉ាន់ស្មាននៃការនាំចេញសភាវុធមីស៊ីល Meteor មួយគ្រាប់គឺមានតម្លៃចន្លោះពី2លានទៅ3លានដុល្លារអាមេរិកឯណោះដែលនេះគឺវាអាស្រ័យទៅលើការកំណត់រចនាសម្ព័ន្ធនិងកញ្ចប់នៃកិច្ចសន្យា